lại đi có thì nhớ mong cái này nó nhiều cái em nó ra rồi nhiều cái em chắc mà nhận thọt thì mình sẽ lại gần hai dương của bạn một là mưa đi mưa nước cái lôm nên thời ca tình ấy làm bởi thực nham tạm lơ mùi cô xong để một chúng con chạm bách miền đông ôn dương thua đâm ra chỉ hậu hai mà đại vùng bóng class của quạt trên môn class của quạt stream được nhầm này hay đi các vùng để thua đâm ra mưa để nó mây để mình ca bị quạt clan thôngตุลีជាងលេងអាចារ្យហើយក៏ការរៀបចំវិធានការសម្ព័ន្ធនៅក្នុងមើលទៅគួរតែតាមមែនតើបងប្អូនដូចតែឃើញនៅក្នុងវីដេអូនេះស្រាប់យើងធ្វើដំណើរទៅរៀងឆ្ងាយព្រោះដូចថាធំដូចយើងថ្មីនេះធំខ្លាំងនេះយើងមានគំនុំបំព្រួយសម្រាប់ធ្វើដំណើរតែយើងទៅច្រកមួយណាមានឆ្វេងមានស្ដាំអញ្ចឹងបងប្អូនដូចខ្ញុំថ្មីដែរពុំសូវជាច្បាស់ប្រហែលដែរទេរឿងជាយន្តហោះនេះអញ្ចឹងខ្ញុំឧស្សាហ៍ថតជាវីដេអូអីផ្សេងៗដើម្បីទុកមើលជាបទពិសោធន៍ក៏ដូចជាពេលលើថ្ងៃក្រោយយើងធ្វើដំណើរតែម្នាក់ឯងយើងងាយស្រួលដែរយើងពុំចាំបាច់ពិបាកដូចយើងនៅថ្មីនោះទេនេះយើងឃើញនេះយ៉ាងឆ្ងាយណាស់បងប្អូនអញ្ចឹងយើងត្រូវធ្វើដំណើរដោយជិះយើងមានចដាវយន្តអីចឹងទៅដែលជួយសម្រួលពេលយើងចុកជើងចុកអីយើងអាចឡើងលើនឹងទៅវានឹងទៅមុខតោហើយតបបានបន្តិចចឹងទៅយើងក៏សម្រួលកសែយើងដែរបងប្អូនអូមកអីគេហ្នឹងមកគេដល់យើងហើយនៅចំពោយគេអ្នកចង់អង្គុយធ្វើការងារអីស្រួលទៅតែមកគេគាត់ជួយទៅប្រទេសគេនឹងគាត់កំពុងតែរងចាំខ្លះដែរហើយប៉ុន្តែមិនទាន់ច្រើនទេដោយសារយើងមកមុនបងប្អូននេះថ្លៃណាស់ចាំអង្គុយលឹបរងចាំចិត្ត2ម៉ោងដែរមុននឹងយើងអាចចេញអញ្ចឹងគណៈពេលដែលយើងរងចាំក៏យើងថតនេះយើងថតនោះយើងមើលទិដ្ឋភាពផ្សេងហើយក៏បងប្អូនយើងចំណាប់បណ្ដាច្រើនអញ្ចឹងដែរក៏យើងបានត្រៀមចេញចូលទៅក្នុងវិធានដោយសារតែគេរៀបចំឲ្យយើងចូលទៅហើយនេះក៏ខ្ញុំដើរចូលបន្ទាប់ពីគេឆែកមើលបងនេះផាយើងរួចរាល់ក៏យើងដើរចូលសម្ដៅទៅដល់យន្តហោះដែលយើងត្រូវជិះយន្តហោះដែលខ្ញុំនឹងជិះនេះគឺយន្តហោះញ៉ែអេសៀដែលខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងយន្តហោះនេះមិនជាធំប្រហែលទេបងប្អូនយើងមានកៅអីតែ2ជួរទេហើយដាក់ទុកបានប្រហែលជាង100នាក់តាមដែលខ្ញុំស្មានមើលបងប្អូនដោយសារតែយើងមានមួយជួរមាន6កៅអីហើយយើងមានជាង30ជួរអញ្ចឹងវាជាង100ដែរនេះយើងកំពុងដើរចូលទៅហើយប្រហែលជាកន្លះម៉ោងអីហ្នឹងគេឲ្យយើងចូលទៅដើម្បីត្រៀមដំណើរការហោះហើរអញ្ចឹងវីដេអូនេះគឺសម្រាប់ខ្ញុំដែលជាអ្នកត្បូងវារៀងប្លែកដែរហើយបើពុំបងប្អូនណាដែលគាត់ពុំដែលធ្វើដំណើរកន្លងមកឬក៏ទៅថ្មីដូចខ្ញុំអាចទស្សនាបានលេងដើម្បីជាចំណេះដឹងសម្រាប់ការធ្វើដំណើរទៅក្រៅស្រុកក៏ជាដើមឬក្នុងស្រុកក៏ជាចំណេះដឹងមួយដ៏ល្អដែរបងប្អូននេះយើងចូលហើយយើងមានកៅអីដូចខ្ញុំបានជម្រាបដែរនេះឲ្យខ្ញុំមកមុនគេអញ្ចឹងយ៉ាងស្លាស់ណាស់បងប្អូនសតិអួយយើងមកដល់ចូលមកមានតែអ្នកចូលមុនយើងម្នាក់ពីរនាក់ហ្នឹងហើយនេះកៅអីដែល
ក្រោយគេមកនៅក្បែរបន្ទប់ទឹកតែម្ដងបងប្អូនអញ្ចឹងងាយស្រួលម្យ៉ាងដែរវាយើងទៅការចូលបន្ទប់ទឹកគាត់តែដើរពីវិញនេះដល់ស្រេចហើយគេឡែកអង្គុយមានជំនួយទេគាត់អង្គុយដែរទាំងជួយទាំងស្ដាប់បងប្អូនខ្ញុំនឹងអង្គុយកណ្ដាលគេនេះមកពីកញ្ចក់ទ្វារទៅខាងក្រៅរៀងថ្ងៃចាប់ផ្ដើមបើកដែរដោយសារមកជាង7ដែរហើយពេលព្រឹកពេលយើងធ្វើ fly មក7ជាងបងប្អូនហើយនេះមើលទៅខាងមុខទឹកមានមនុស្សមកទេបងប្អូនមកច្រើនដែរពេលព្រោះតែសាច់ដល់មកចេញហើយអញ្ចឹងតបពីយើងខ្ញុំហើយរួចយើងក៏ចាប់ផ្ដើមធ្វើការទៅយើងthíchឲ្យបងប្អូនចឹងឥឡូវយើងផងដល់បងចឹងបើជាកន្លះម៉ោងបន្ទាប់ពីយើងតែកាពីអីអនបងរួចហើយយើងក៏មានភ្ញៀវមានអីគេឲ្យយើងញ៉ាំអីចឹងណាបងប្អូនមានភ្ញៀវច្រឡំមានខាងអ្នកដែលនៅខាងក្នុងលេងហើយគេរៀបចំឲ្យយើងនេះបន្ទាប់ពីធ្វើការបានជាង1ម៉ោងយើងក៏បានមកដល់គោលដៅនៅខេត្តម៉ាឡេស៊ីនៅTerminal 2 បងប្អូនដែល Terminal 2ដូចជារៀងតូចជាង Terminal 1 ទេ KL International Airport នោះរៀងធំជាងនេះគាត់តែវានៅប៉ារវិញក្បែរគ្នាទេបងប្អូនប៉ុន្តែនេះវារៀងតូចជាងនោះបន្តិចអញ្ចឹងយើងបន្ទាប់ពីយើងចេញពីយន្តហោះយើងក៏ធ្វើដំណើរទៅដើម្បីទៅកលីរបស់យើងនៅក្នុងកបេដែលគេទៅកន្លែងបើមួយដែល migration ទៀត អូខេ ជាអ្នកព្រួយដែលគេប្រាប់បញ្ជាក់ប្រាប់យើងពីបើយើងថាយើងលេងបានចាំបាននេះគេមានបញ្ជាក់នៅលើ screen គឺសម្រាប់យកយើងព្រមថាយើងមួយតែដល់ចឹងយើងតាមញ៉ាំបានហើយដឹងថាពេលយើងនៅឡើយណាព្រោះដោយសារភាសាជីវភាពពីធំវារៀងច្រើនចង់ធ្វើការទៀមទាយើងនេះដែរមកទៅត្រង់ហើយនេះទៅមានយកវលីយើងខ្ញុំអាចចេញដើម្បីរកតាស៊ីជីទៅថាបន្តមកទៀតពីក្រៃនេះស្ដីគឺនៅខាងក្នុងពុទ្ធចារ្យចេញទៅហើយជាចាប់ណាស់ Custom check ចាំបណ្ដាតែនេះចិត្តនេះធ្វើដំណើរប្រហែលជាកន្លះម៉ោងពីទៅដល់ពុទ្ធចារ្យហើយប្រហែលជាកន្លះម៉ោងជាងហើយជាដល់កន្លះលំពុកណាបងនេះពេលព្រមមកចេញយើងទៅimmigrant ដើម្បីយើងបាយ passport ចូលប្រទេសគេយើងមានតែ passport ធម្មតាឬក៏ passport diploma ឬក៏មន្ត្រីផ្សេងអញ្ចឹងវាតាមនឹងដែរព្រោះដោយសារ passport ធម្មតាយើងចូលទៅបាយធម្មតាទៅ passport diploma ឬក៏ passport អីផ្សេងតែមិនមែនជា passport ធម្មតាយើងមានកន្លែងផ្សេងที่គេវាយដែរបងប្អូនប៉ុន្តែកន្លែងហ្នឹងក៏ខ្ញុំមិនសូវច្បាស់ដែរគាត់ថានេះជាការដែលខ្ញុំបានមើលឬក៏យល់ពីអីដែលខ្ញុំបានធ្វើដំណើរក្នុងមុខពេលហ្នឹងតើពីយើងវាយ passport ចូលគេហើយក៏យើងចូលមកទៅច្រកចេញដើម្បីទៅកន្លែងតាស៊ីនៅក្នុងបរិវេណកន្លែងដែលយើងដើរគឺមានលក់ហូបហែបយើងទៅការញ៉ាំអីទិញអីផ្សេងៗទិញទៅដូរលុយ ringgit ខាងម៉ាឡេដែលលុយ ringgit $1ជាងវាជា4 ringgit អីជាងឯនេះពុំបានពុំវាតាមទីផ្សារនៃការដូរអត្រាការប្រាក់របស់បងអាច4 ringgit អីចឹង$1ឬក៏4 ringgit ជាងឬក៏3ក្រៅចឹងបងប្អូនវាតាមការឡើងចុះនេះយើងជិតដល់ច្រកចេញហើយពេលដែលយើងដើរទៅឆ្ងាយដែរបងប្អូនឆ្ងាយពីសំតែខ្ញុំលើចេញដល់ច្រកតែតាស៊ីហើយទៅតាមចាប់តាស៊ីដើម្បីគេទៅយកអញ្ចឹងមានភ្ញៀវច្រើនអ្នកទៅអ្នកមកចឹងណាអូខេដើររកអីញ៉ាំអីចឹងទៅគឺទៅទិញរបស់មួយផ្សេងហ្នឹងទៅមើលគាត់ខ្ញុំដើរចំណាយពេលដើរពីខាងក្រៅវិញមិនដល់មកខាងក្រៅគឺក៏
នៅបនអញ្ចឹងភ្ញៀវក៏បានចូលជាមួយយើងដែរ